ព្រៃនេះមានស្ត្រី4នាក់នៅក្រមុំចាស់មិនតាន់យកប្តីទេសម័យនោះឯងព្រះមហាក្សត្របានចាប់បុរសម្នាក់នោះដែលជាចៅយកទៅដោតលើបង្គោលឈើមួយនៅត្រង់ទ្វារបន្ទាយប៉ុន្តែមិនតាន់ស្លាប់ពេលដែលស្ត្រីទាំង4នោះបានដើរទៅឃើញក៏មានចិត្តប្រតិបត្តិចង់បានមកធ្វើជាប្តីហើយបាននិយាយគ្នាថាអេឯងឃើញទេបុរសនេះមានរូបរាងសង្ហាណាស់បើបានមកជិតធ្វើជាប្តីមិនដឹងថាសប្បាយចិត្តយ៉ាងណាទេមែនហើយបុរសនេះមិនត្រឹមតែសង្ហាប៉ុណ្ណោះទេកម្លាំងក៏ខ្លាំងក្លាមុំមួនទៀតបើបានជាប្តីម្លេះសំពួកយើងមិនមានទុកកង្វល់នោះទេបុរសនោះគឺជាចៅដែលព្រះមហាក្សត្រកំពុងតែដាក់ទោសទណ្ឌតើនឹងបានមកធ្វើជាប្តីយើងមិននឹងកើតទៅខ្ញុំគិតថាចំពោះបុរសម្នាក់នេះបើពួកយើងចូលទៅកល់ព្រះអង្គហើយសុំព្រះអង្គទៅទ្រង់ពិតជាអនុញ្ញាតជាពុំខានយ៉ាងច្រើនព្រះអង្គឲ្យពួកយើងយកមាសទៅលួសតែប៉ុណ្ណោះស្ត្រីទាំង4នាក់ព្រោះតែចង់បានបុរសចៅនោះមកធ្វើជាប្តីពួកនាងមិនបានជាគិតវែងឆ្ងាយនោះឡើយបន្ទាប់ពីស្រស់ស្រួលមតិគ្នារួចហើយក៏នាំគ្នាចូលទៅរាជវាំងព្រះរាជាទ្រង់ទតឃើញស្ត្រីទាំង4នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គដូច្នោះទ្រង់ត្រាស់សួរថាតើពួកនាងមានការអ្វីបានជាមកគាល់យើងទាំងព្រឹកបែបនេះករណាថ្លៃពិសេសពួកទូលបង្គំមកនេះគឺមានសំណូមពរមួយចង់ទូលសុំព្រះអង្គក្រាបទូលមានរឿងអ្វីឆាប់និយាយមកណាបើយើងអាចឲ្យពួកនាងបានយើងនឹងឲ្យក្រាបទូលព្រះអង្គពួកទូលបង្គំមកស្នើសុំបុរសដែលព្រះអង្គដោតលើឈើឆ្កាងនោះយកមកធ្វើជាប្តីក្រាបទូលតើព្រះអង្គរាជានុញ្ញាតទេក្រាបទូលហេតុអ្វីបានជាពួកនាងចង់បានបុរសអ្នកទោសនោះទៅធ្វើជាប្តីអញ្ចឹងបុរសផ្សេងទៀតមានច្រើនកកុកមិនដូចក៏មិនចង់បានតែណាហើយបើពួកនាងសម្រេចចិត្តយ៉ាងនេះទៅហើយយើងបំពេញបំណងឲ្យពួកនាងទៅចុះប៉ុន្តែពួកនាងត្រូវបង់ប្រាក់លុះជាមុនសិនដើម្បីយកប្រាក់នោះដាក់ក្នុងឃ្លាំងសម្រាប់ព្រះនគរបើពួកនាងគ្មានប្រាក់ទេយើងមិនអនុញ្ញាតឡើយតើត្រូវបង់ប្រាក់លុះប៉ុន្មានទៅព្រះអង្គ1000កហបណៈខ្វះតែ1កហបណៈក៏មិនបានដែរស្ត្រីទាំង4ពេលបានឮថាព្រះរាជាយកប្រាក់លុះចំនួន1000កហបណៈដូច្នោះស្រី3នាក់ដែលគ្មានប្រាក់ក៏នៅស្ងៀមរីឯស្រីទី1ជាអ្នកមានប្រាក់ក៏បានឆ្លើយតបទៅព្រះមហាក្សត្រវិញថាក្រាបទូលព្រះអង្គខ្ញុំព្រះករុណាសូមទទួលរ៉ាប់រងចុះចំពោះប្រាក់1000កហបណៈនេះគឺដើម្បីលួសបរោះនេះក្រាបទូលណែអាមាត្យឯងទៅនាំបរោះនោះមកប្រគល់ឲ្យពួកនាងចុះនេះយើងយល់ដល់ពួកនាងម្ដងចុះព្រោះពួកនាងចង់បានបរោះនេះយកទៅធ្វើប្តីបើមិនដូច្នោះយើងមិនអនុញ្ញាតឡើយណាករណាថ្លៃពិសេសទូលបង្គំទៅភ្លាមក្រាបទូលសូមអរព្រះគុណហើយក្រាបទូលពួកទូលបង្គំសូមថ្វាយបង្គំលាក្រោយពីព្រះរាជាប្រគល់បរោះចៅនោះឲ្យទៅពួកនាងហើយពួកនាងនាំគ្នាមើលថែទាំបរោះនោះរហូតដល់ជាសះស្បើយលើកលែងតែស្រីម្នាក់ដែលបានចំណាយប្រាក់1000កហបណៈនោះទេដែលមិនបានមើលថែទាំដោយពេញលេញដល់ពេលបរោះចៅនោះជាហើយស្ត្រីទាំង4នាក់ក៏ដណ្ដើមគ្នាយកមកធ្វើជាប្តីរៀងខ្លួនប៉ុន្តែការជជែកគ្នាមិនដាច់ស្រេចនោះឡើយទើបស្ត្រីទាំង4នាក់នាំគ្នាទៅរកចៅក្រមតែដោយចៅក្រមពុំអាចជួយដោះស្រាយឲ្យបានចៅក្រមក៏បញ្ជូនពួកនាងទៅដល់ព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់បានត្រាស់សួរទៅពួកនាងថាមើលពួកនាងមានរឿងអ្វីទៀតហើយបានជាមកជួបយើងឮសូរថាពួកនាងឆ្លោះប្រកែកគ្នាព្រោះតែចង់បានបរោះចៅនោះមកធ្វើជាប្តីតែរៀងខ្លួនមែនទេរឿងនោះពិតមែនហើយព្រះអង្គហេតុនេះសូមទ្រង់ជួយដោះស្រាយដល់ពួកទូលបង្គំផងមិនអីទេចាំយើងជួយដោះស្រាយឲ្យពួកនាងតែពួកនាងចាំឆ្លើយនឹងសំណួររបស់យើងទើបអាចដោះស្រាយដោយយុត្តិធម៌បានឬទេករុណាថ្លៃពិសេសសូមព្រះអង្គត្រាស់សួរមកចោះក្រាបទូលបើដូច្នោះយើងសួរដល់ស្ត្រីទី1ជាមុនមើលស្ត្រីទី1ការដែលបរោះនោះឈឺដំបៅពេញខ្លួននាងមានបានមើលថែទាំដោយចិត្តដិតរាល់ពេលវេលាទេមិនបានមើលថែទាំទេក្រាបទូលព្រោះទូលបង្គំមានប្រាក់លុះបរោះនោះពីព្រះអង្គហើយតាហេតុនេះបរោះនោះត្រូវតែបានមកទូលបង្គំទៅត្រូវចុះស្ត្រីទី2នាងបានធ្វើកិច្ចការអ្វីខ្លះចំពោះបរោះនោះនាងឆ្លើយមកមើលហើយស្ត្រីទី3
តើនាងបានធ្វើអ្វីខ្លះចំពោះបរិសនោះចុះស្ត្រីទី4តើនាងមានបានធ្វើអ្វីខ្លះទេចំពោះបរិសនោះទូលបង្គំជួយបោកគក់សម្លៀកបំពាក់និងដាំស្លឲ្យបរិសនោះចំណែកទូលបង្គំនៅបំរើដេកអោបថែទាំរក្សាជំងឺដោះលាងសម្អុយអាសោចរាល់ថ្ងៃហើយថែមទាំងបញ្ចុកបាយបញ្ចុកទឹករៀងរាល់ថ្ងៃទៀតក្រាបទូលព្រះអង្គចំណែកទូលបង្គំខំសង្វាតលក់ដូរដើម្បីបានប្រាក់មកផ្គត់ផ្គង់ចិញ្ចឹមបរិសនោះក្រាបទូលណែពួកនាងពេលនេះយើងយល់ហើយចំពោះសកម្មភាពរបស់ពួកនាងដែលបានធ្វើចំពោះបរិសនោះឥឡូវចូលពួកនាងចាំស្ដាប់យើងនឹងកាត់ក្តីឲ្យដោយសំចិត្តឥតលំអៀងនោះទេចំពោះស្ត្រីទី1នាងមានប្រាក់លុះតែនាងមិនមើលថែទាំដោយផ្ទាល់នាងត្រូវទុកដូចជាម្ដាយនៃបរិសនោះហើយនាងជាស្ត្រីទី2ជួយបោកគក់សម្លៀកបំពាក់និងចម្អិនអាហារគឺទុកដូចជាប្អូនស្រីនៃបរិសនោះចំណែកស្ត្រីទី4ដែលខំសង្វាតលក់ដូរយកប្រាក់មកផ្គត់ផ្គង់ត្រូវទុកដូចជាបងស្រីរបស់បរិសនោះហើយស្ត្រីទី3ដែលគេខំមើលថែទាំដេកអោបដោះលាងដំបៅសម្អុយដោយមិនខ្ពើមរអើមរហូតដល់ជាត្រូវបានជាប្រពន្ធនៃបរិសនោះយើងកាត់ក្តីបែបនេះតើពួកនាងសុខចិត្តទេករណាថ្លៃពិសេសពួកទូលបង្គំសុខចិត្តឲ្យព្រះអង្គចាប់ពីពេលនោះមកនាងជាស្ត្រីទី3ក៏បានទៅរួមរស់ជាមួយបរិសចៅនោះជារៀងរហូតតទៅហើយបរិសនោះបានកែប្រែខ្លួនคล้ายទៅជាមនុស្សល្អនឹងគេឈប់ប្រព្រឹត្តនៅអំពើចោរកម្មទៀត